ហ៊ុនជ្រូកឆាជូរបងប្អូនចាមកហូបម្ដាយខ្ញុំកំងឥឡូវខ្ញុំទិញហ៊ុនជ្រូកមកគ្រឿងផ្សំខ្ញុំមានអំបិលទុំដើមខ្ទឹមហើយនិងម្ទេសខ្ទឹមសខ្ទឹមក្រហមនិងស្លឹកក្រូចបងប្អូនចាឥឡូវដាក់ប្រេងឆាឲ្យក្តៅហើយសំយកហ៊ុនជ្រូកទៅបំពងបងប្អូនចាប៉ិនមុនបំពងលាងទឹកឲ្យស្អាតសិនហើយខ្ញុំភ្លេចមួយនៅពេលដែលខ្ញុំបំពងហ្នឹងខ្ញុំអត់បានយកវាទៅស្ងោរបងប្អូនចឹងរៀងប៉ោងបន្តិចចាឥឡូវខ្ញុំដាក់ស្លឹកក្រូចចូលដើម្បីកាត់ឆ្អាបពេលខ្ញុំរត់មកសួរម្ដាយខ្ញុំសួរថាស្ងោរឬអត់ហើយខ្ញុំប្រាប់ថាអូអត់បានស្ងោរទេដាក់បំពងរួចហើយគាត់ថាអូអញ្ចឹងទៅតែម្ដងទៅចាថ្ងៃនេះភ្លេចយកទៅស្ងោរមុននឹងបំពងប៉ុន្តែអត់អីទេបងប្អូនចាឥឡូវបំពងរួចហើយស្រង់វាទុកមួយឡែកសិនចាមហាន់ខ្ទឹមពណ៌ក្រហមហើយខ្ទឹមពណ៌ក្រហមនេះដាក់មានដែនកំណត់ទៀតគាត់ប្រាប់ថាសូមកុំដាក់ខ្ទឹមពណ៌ក្រហមច្រើនពេកចាឥឡូវកាត់គល់ខ្ទឹមទុកមួយឡែកសិនចាចាស់គាត់ដូចថាហូបមានដែនកំណត់ណាបងប្អូនចាឥឡូវមកកាត់ម្ទេសហើយម្ទេសនេះគាត់ប្រាប់ខ្ញុំជារឿយថាកុំដាក់ច្រើនពេកគាត់ហូបអត់កើតទេឥឡូវខ្ញុំចាក់ទឹកចូលមកជូរទុំចាអំបិលទុំហើយមកដំខ្ទឹមសបណ្ដាលចាខ្ទឹមសនេះប្រាប់ទៀតថាត្រូវតែចិញ្ច្រាំឲ្យម៉ត់ឲ្យខ្លាំងចារីឯហ៊ុនជ្រូកនេះគាត់ប្រាប់ខ្ញុំថាកុំកាត់កំណាត់វែងពេកពីព្រោះគាត់ហូបដូចថាពិបាកហូបបងប្អូនគាត់ហូបអត់ដាច់ចាគាត់ពិបាកទៅពីអីចឹងណាជាធម្មតាមនុស្សចាស់គាត់តែងតែក្រែងចាឥឡូវខ្ញុំមកចាក់ខ្ទឹមសប្រេងឆាបងប្អូនចិត្តតែផ្លេចប្រេងឆាចូលឆាខ្ទឹមសឲ្យរាងឈ្ងុយរួចហើយខ្ញុំបានបន្ថែមនៅខ្ទឹមបារាំងពណ៌ក្រហមចារួចហើយចាក់ហ៊ុនជ្រូកចូលឆាត្រឡប់ចុះត្រឡប់ឡើងបងប្អូនឲ្យរាងស្ងួតទឹកចាថ្ងៃនេះដូចចង់ជាប់មាត់បន្តិចសុំទោសបងប្អូនចាមើលហ៊ុនជ្រូកតំណងពេកចង់ហូបបាយអញ្ចឹងដោយរៀងជាប់មាត់ណាចាឥឡូវងាកមកមើលមកហូបឆាហ៊ុនជ្រូកយើងវិញឥឡូវខ្ញុំបន្ថែមអំបិលបន្តិចម្សៅស៊ុបបន្តិចហើយនឹងប៊ីចេងចាហើយនេះជាប្រេងខ្យងចាប្រេងខ្យងនឹងអត់ដាក់ច្រើនទេបងប្អូនតែតិចបានហើយពីព្រោះដូចថាហ៊ុនជ្រូកយើងមានបរិមាណតិចដែរហើយនឹងបន្ថែមទឹកស៊ីអ៊ីវបន្តិចចារួចហើយឆាត្រឡប់ចុះឡើងទៅណាបងប្អូននេះជាស្ករត្នោតប៉ុន្តែស្ករត្នោតខ្ញុំរៀងរាវបន្តិចបងប្អូនចាហើយខ្ញុំចូលចិត្តបន្ថែមទឹកត្រីតិចទៀតចាដាក់តែតិចបានហើយបងប្អូនបើដាក់ច្រើនដឹងតែប្រៃខាស់តែម្ដងបងប្អូនចាឥឡូវខ្ញុំចាក់ទឹកអំបិលទុំចូលគាត់ប្រាប់ខ្ញុំថាចាក់ទឹកអំបិលទុំឲ្យរាងច្រើនបន្តិចពីព្រោះគាត់ពេលដែលដាក់ទឹកត្រីទឹកស៊ីអ៊ីវរួចហ្នឹងយើងឆាត្រឡប់ចុះត្រឡប់ឡើងឲ្យចូលគ្រឿងសឹមចាក់គល់ខ្ទឹមនិងម្ទេសចូលបងប្អូនចាឥឡូវខ្ញុំចាប់ផ្ដើមភ្លក់មើលសិនមុននឹងខ្ញុំយកទៅឲ្យម្ដាយខ្ញុំហូបថាតើរសជាតិហ្នឹងវាយ៉ាងម៉េចដែរអាចទទួលយកបានឬអត់ខ្ញុំគិតថារសជាតិឆ្ងាញ់បងប្អូនចាឥឡូវឃើញថាឆាជូរហ៊ុនជ្រូករបស់ខ្ញុំឆ្អិនហើយខ្ញុំចាប់ផ្ដើមដួសហើយរៀបចំឆាហ៊ុនជ្រូកហ្នឹងដើម្បីយកទៅឲ្យម្ដាយខ្ញុំចាអរគុណ